មូលហេតុដែលប្រពៃពិធីបុណ្យភ្ជុំបិណ្ឌប្រជាជនខ្មែរតែងតែចងចាំនិងយល់គ្រប់គ្នាថាបុណ្យភ្ជុំបិណ្ឌគឺជាការធ្វើបុណ្យដាក់បិណ្ឌដើម្បីឧទ្ទិសដល់បេតបុគ្គលមានដូចជាឪពុកម្ដាយបងប្អូនញាតិសន្តានទាំងឡាយដែលបានចែកឋានទៅហើយមិនដឹងជាតកើតជាអ្វីនៅលោកខាងមុខនោះទេពាក្យថាបេតៈជាពាក្យបាលីឯពាក្យសំស្ក្រឹតលោកថាប្រែតដើម្បីឲ្យបានសេចក្តីសុខចម្រើនសេរីសួស្តីដែលកើតពីផលទានរបស់ខ្លួនដើម្បីបង្កើតសាមគ្គីរបស់ជាតិគឺជាការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគមនំអន្សមពេញទូទាំងប្រទេសយើងក៏អាចសម្គាល់នៅពាក្យមួយទៀតថាបុណ្យសែនដូនតាដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្ត្រខ្មែរព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នាកាលពីសម័យបុរាណកាលគេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃពុទ្ធទំនុកបំរុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល3ខែចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញព្រះវស្សានៅក្នុងចំណេរកាលបុរាណលោកបានចារថាដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំរលឹមប្រព្រឹត្តធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាតហេតុដូច្នេះទៅបណ្ដាពុទ្ធបរិស័ទទាំងឡាយនាំគ្នារៀបចំពិធីនេះដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញព្រះវស្សាម្យ៉ាងវិញទៀតនៅក្នុងពិធីបុណ្យនេះគឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកញាតិពពួកបេតជននិងញាតិទាំង7សន្តានព្រមទាំងដំណរញាតិច្រើនមហាកັບនោះផងដែរតាមរយៈអនុភាពនៃសង្កតាតកណាទានដែលរស់រងទុក្ខវេទនាកើតជាប្រែតមានកម្មមានពៀជួបទោសធ្ងន់រងកម្មក្រហាយក្រហល់អត់ឃ្លានទាំងអស់នោះបានរួចផុតពីក្តីលំបាកសោកសៅកវេទនា